បាទជំរាបសួរថ្ងៃនេះខ្ញុំមកបង្ហាញដើមសិរីមង្គលមួយប្រភេទទៀតឈ្មោះហៅថាដើមរោមសត្វឬក៏ដើមជើងដំរីឈ្មោះជាភាសាអង់គ្លេសឈ្មោះថា Garneria islandensis Palm ដែលជារុក្ខជាតិមានដើមកំណើតចេញពីកោះ Garneria ប្រទេសស្ប៉េនសន្លឹកវាស្រួចតូចបាទគេនិយមដាំនៅក្នុងប្រទេសខ្មែរជាយូរយារណាស់មកហើយព្រោះវាមានសម្រស់រូបរាងស្អាតមែនទែនគួរជាទីទាក់ទាញបាទស័ក្តិសមនឹងដាំតាមសួនឬក៏ដាំតាមជ្រុងនៃគេហដ្ឋានកន្លែងធ្វើការ office ការិយាល័យផ្សេងៗហ្នឹងបាទជាពិសេសជាងនេះទៅទៀតនោះគឺរុក្ខជាតិដើមសិរីមង្គលនេះវាធន់នឹងកន្លែងម្លប់ហើយនឹងត្រជាក់គេអាចដាំតាមបាទក្នុងបន្ទប់ឬក៏ក្នុងសន្តាគាររោងកសាផ្សេងក៏បានដែរវាមិនសូវត្រូវការពន្លឺព្រះអាទិត្យប៉ុន្មានទេគ្រាន់តែយើងដាំឲ្យចំចំណុចដែលមានខ្យល់បន្តិចបន្តួចបាទវាធន់នឹងត្រជាក់បាទរុក្ខជាតិនេះគឺការរីកលូតលាស់វាយឺតមែនទែនបងប្អូនអញ្ចឹងមិនមែនលូតលាស់ដូចជារុក្ខជាតិផ្សេងទេការលូតលាស់របស់វាយឺតបាទប្រើរយៈពេលយូរណាស់ប្រហែលជា10ឆ្នាំមិនទាន់កម្ពស់បាន3ម៉ែត្រផងបងប្អូនគឺវាយឺតមែនទែនសំខាន់បំផុតនោះគឺវាមានសម្រស់ស្រស់ស្អាតធន់នឹងម្លប់ត្រជាក់បាទដាំនៅក្នុងបន្ទប់ឬក៏អគារកន្លែងធ្វើការក៏បានដែរវារីកលូតលាស់បានយ៉ាងល្អមិនសូវត្រូវការពន្លឺព្រះអាទិត្យប្រហែលទេបាទអញ្ចឹងដើមនេះគឺដើមបាទរោមសត្វឬក៏ដើមជើងដំរីគឺជាដើមសិរីមង្គលដាំហើយមានភាពទាក់ទាញមានភាពរស់រវើកបាទភាគច្រើនគេដាំនៅក្នុងម្លប់បងប្អូនគឺម្លប់នៅក្នុងបន្ទប់ឬក៏តុធ្វើការឬក៏បន្ទប់ក្នុងអគារផ្សេងហ្នឹងគឺវាធន់មែនទែនមិនទៅជាត្រូវការពន្លឺថ្ងៃប្រហែលទេវាងាយស្រួលដាំហើយនឹងផ្ដល់នៅភាពត្រជាក់ត្រជុំមកដល់អ្នកដាំហើយនឹងក្រុមគ្រួសារបានចម្រុងចម្រើនគឺជាដើមសិរីមង្គលបាទភាគច្រើនដើមនេះឃើញត្រកូលគេដែលមានឋានៈខ្ពស់គេច្រើនរកមកដាំអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះសូមឲ្យជួបតែសំណាងល្អនិងសេចក្តីសុខគ្រប់ប្រការហើយកុំភ្លេចចុច like ចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានអត្ថប្រយោជន៍អំពីដើមសិរីមង្គលនិងប្រទាលផ្សេងពី Channel យើងខ្ញុំបាទអរគុណច្រើនជម្រាបលា